គួរឲ្យស្ដាយពួកអ្នកដើរតាមសាសនាថៃពីណោះពួកគេជឿគាត់ដើរតាមគាត់ដល់ពេលងាប់សំបីតែអ្នករើសសាកសពក៏គ្មានផងតើអញគិតថាអាម្នាក់នេះគួរឲ្យអាណិតណាស់វើយអាណិតកូនចៅក៏អស់បងប្អូនក៏ងាប់ក្បួនតម្រាក៏បាត់បង់វាលែងសល់អីទាំងអស់ហ្មងធ្វើបានត្រឹមដុតធូបដុតក្រដាសសែនមិនគួរឲ្យអាណិតទេអីហាគាត់មិនគួរឲ្យអាណិតទេតើគាត់បានធ្វើរឿងដែលគាត់ចង់ធ្វើហើយគាត់ក៏ធ្វើវាបានសម្រេចលើโลกនេះមានមនុស្សប៉ុន្មានអ្នកដែលចង់ធ្វើរឿងមួយអស់មួយជីវិតតែចុងក្រោយធ្វើមិនបានសម្រេចនោះគាត់ធ្វើបានហើយគាត់មិនគួរឲ្យអាណិតទេតែគួរឲ្យគោរពទើបត្រូវអ្នកទាំងអស់គ្នាមិនបាច់សម្លឹងមើលខ្ញុំអញ្ចឹងទេតាចាងគ្រាន់តែជាអ្នកជូតទៅធម្មតាម្នាក់ប៉ុណ្ណោះក្រាបទូលព្រះករុណាទូលព្រះបង្គំនៅទីនេះត្រាស់ប្រហែលជាមិនរស់ទេព្រះអង្គមានបុណ្យបារមីខ្ពង់ខ្ពស់ច្បាស់ជាឆាប់ជាសះស្បើយមិនខានក្រោយត្រាស់សោយទីវង្គតព្រះទីយាបព្យាននៅក្មេងណាស់ឯងត្រូវជួយជ្រោមជ្រែងត្រង់ផងសូមព្រះអង្គគំព្រួយព្រះតីទូលព្រះបង្គំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពជួយជ្រោមជ្រែងព្រះទីយាបឯងសន្យានឹងយើងមកទូលព្រះបង្គំសន្យានឹងព្រះអង្គព្រះករុណាសោយទីវង្គតហើយលាក់ដំណឹងនេះសិននរណាហ៊ានមាត់ប៉ាចនឹងត្រូវប្រហារ9ជាន់វង្សតកូឆាប់ក៏ហៅមហាសេនាបតីហឺជីនចូលវាំងប្រាប់ថាព្រះអង្គចង់ជួបហឺជីនក្តោបក្តាប់តបធំថែមទាំងជាឪពុកមានផ្ដាច់មុខទៀតហៅគេមកពេលនេះតើតែលាក់ការសិនកំចាត់ហឺជីនដែលជាមេបញ្ហារួចលើកព្រះអង្គគំចាស់ស៊ីឡើងក្រុងរាជទើបពួកយើងអាចរស់ស្រួលបាននាថ្ងៃមុខផែនដីមួយនេះមិនអាចបែកបាក់អញ្ចឹងបានទេតើតាចាងកាត់អីហ្នឹងទីខាងលួយ៉ាងបារមីនីកូលីបាត់ហើយព្រះជើលីងសោយទីវង្គតហើយតើមានន័យថាម៉េចទៅស្ដេចសោយទីវង្គតអញ្ចឹងបន្ទាប់មកហឺជីនត្រូវគេសម្លាប់ពួកខន្ទីទាំង10បង្កចលាចលតុងជូចូលរាជធានីទម្លាក់ស្ដេចផែនដីប្រកាសជាវឹកវរធំហើយតាចាងតាលោកគិតថាផែនដីនេះនឹងប្រែជាយ៉ាងណាទៅច្បាស់ជាមនុស្សស្លាប់ច្រើនណាស់ហើយតែមិនអាក្រក់ជាងពីមុនឡើយលោកម្ចាស់និយាយមកព្រះករុណាសោយទីវង្គតហើយពួកខន្ទីទាំងនោះលាក់ការចិត្តឈឹងហើយបំរុងក៏ឲ្យលោកម្ចាស់ចូលវាំងព្រះករុណាសោយទីវង្គតហើយពួកអាខន្ទីនឹងលាក់បាំងមិនព្រមប្រកាសតោះបញ្ឈូឯងថាយួនចាំងរាំងលួចរួមគំនិតប៉ងសម្រាប់អញតាមានភុសតាំងទេលោកម្ចាស់មនុស្សខ្ញុំឃើញផ្ទាល់ភ្នែកហ្មងពួកវាលាក់ការរឿងស្ដេចសោយទីវង្គតហើយខ្លែងរីកសារឲ្យលោកម្ចាស់ចូលវាំងដើម្បីលួចធ្វើឃាតបើគុំតែបានមនុស្សខ្ញុំរហ័សរហួនម្លេះលោកម្ចាស់អាចមានគ្រោះថ្នាក់បាត់ទៅហើយថោកទាបមែនពួកអាខន្ទីនេះពិតជាថ្លើមធំដល់មេឃហើយវើយពួកអាក្បត់ចាំងរាំងក្តោបក្តាប់អំណាចក្នុងវាំងរាប់ឆ្នាំធ្វើបាបមន្ត្រីស្មោះត្រង់ឥឡូវព្រះអង្គសោយទីវង្គតពួកវាលាក់ការថែមទាំងខ្លែងរីកសារទៀតពិតជាសំតែស្លាប់មែនបើមិនកំចាត់ទេច្បាស់ជាមានគ្រោះធំមិនខានអញ្ចឹងអញចង់មានន័យថាកំចាត់ពួកខន្ទីទាំង10នាក់នឹងចោលឲ្យអស់កុំទុកអាណាមួយឲ្យសោះលោកម្ចាស់ភាពវឹកវរក្នុងវាំងមិនមែនទើបតែកើតឡើងទេបើមិនកំចាត់ពួកវាទេផែនដីនេះនឹងគ្មានថ្ងៃបានសុខឡើយចុះចំណែករឿងថៃហៅយ៉ាងណាទ្រង់ក៏ជាស្ត្រីមិនយល់ពីការងារធំដុំទេលោកម្ចាស់អាចចាត់ការមុនរួចចាំទូលប្រាប់តាមក្រោយពេលពួកវាស្លាប់អស់ថៃហៅច្បាស់ជាយល់ហើយថៃហៅជាប្អូនស្រីរបស់អញមិនអាចធ្វើឲ្យនាងពិបាកចិត្តនោះទេបើលោកម្ចាស់ខ្លាចថៃហៅរារាំងខ្ញុំមានល្បិចមួយក៏ហៅតបក្រៅចូលរាជធានីមកតុងជួនៅស៊ីឡាំងនិងទីងយុននៅពីងជើសុទ្ធតែមានតបធំលោកម្ចាស់អាចខ្លែងរីកសារហៅពួកគេឲ្យដឹកនាំតបចូលមកដើម្បីដាក់គំនាបលើថៃហៅពេលទ្រង់ឃើញតបធំមកដល់ច្បាស់ជាមិនហ៊ានខាត់ទេដល់ពេលនោះលោកម្ចាស់ចេញបញ្ជាប្រហារពួកវាទៅតើនរណាហ៊ានមិនស្ដាប់ទៅផែនការនេះល្អណាស់មិនបានទេលោកម្ចាស់រឿងពួកខន្ទីវឹកវរនេះមានតាំងពីយូរណាស់មកហើយតែបើចង់កំចាត់គួរតែកំចាត់តែក្បាលម៉ាស៊ីនបានហើយចាំបាច់អីហៅតបពីក្រៅមក
តុងជូជាមនុស្សមានមហិច្ឆតាធំបើហៅវាចូលមកច្បាស់ជាវឹកវរធំហ្មងមឹងទឺឯងបារម្ភច្រើនពេកហើយតុងជូគឺអញជាអ្នកហៅមកតើវាហ៊ានធ្វើអីអញទៅលោកម្ចាស់តុងជូក្អេងក្អាងដោយសារមានតបក្នុងដៃថែមទាំងមានចិត្តក្បត់ទៀតបើឲ្យវាចូលមករាជធានីប្រៀបដូចជាហៅខ្លាចូលផ្ទះអញ្ចឹងដល់ពេលនោះយើងទប់លេងឈ្នះស្ដាយក្រោយក៏ហួសពេលដែរវើយមឹងទឺឈប់និយាយចាប់ប៉ែតទៅអញសម្រេចចិត្តរួចហើយបញ្ជូនបញ្ជាទៅហៅតុងជូនៅស៊ីឡាំងនិងទីងយុននៅពីងជូឲ្យដឹកនាំតបធំចូលរាជធានីទាំងយប់ហ្មងទៅឯងថាម៉េចនិយាយម្ដងទៀតមើលហ៊ឺជីនចង់សម្លាប់ពួកខាន់ទីយើងឲ្យអស់មិនទុកឲ្យរស់មួយទេស្អីគេសម្លាប់ឲ្យអស់បាទគឺយុនសាវជាអ្នកបញ្ចេញគំនិតវាឲ្យហៅតុងជូនិងទីងយុនចូលមកដើម្បីដាក់គំនាបលើថៃហូវហើយបន្ទាប់មកចេញរាជសារសម្លាប់ពួកខាន់ទីទាំងអស់ចប់ហើយចប់សពគ្រប់ហើយពួកយើងអាហ៊ឺជីនអាកូនអ្នកសម្លាប់ជ្រូកហ៊ានចង់សម្លាប់ពូជឯងផងបើវាចង់សម្លាប់យើងត្រូវសម្លាប់វាមុនចុះដៃមុនបានប្រៀបជាងវើយលោកម្ចាស់អាហ៊ឺជីនវាមានតបច្រើនណាស់ថែមទាំងជាឪពុកមាសស្ដេចទៀតតើយើងសម្លាប់វាយ៉ាងម៉េចទៅតបច្រើនស្អីបើវានៅក្នុងវាំងតើមានអង្គរៈប៉ុន្មានអ្នកតាមជាប់ខ្លួននោះកូនចៅនៅក្រៅវាំងក៏ចូលមិនរួចដែរខ្លាញ់រីកសារថៃហូវហើយវាចូលវាំងមកពិភាក្សាការងារពេលវាមកដល់យើងបិទទ្វារវៃឆ្កែហ្មងទៅតើវាព្រមចាញ់បោកយើងទេវាច្បាស់ជាមកព្រោះថៃហូវជាប្អូនស្រីវាទោះវាមិនទុកចិត្តអ្នកដទៃក៏វាទុកចិត្តប្អូនស្រីវាដែរតើពួកយើងនេះជាផ្លូវរស់តែមួយគត់ហើយបើមិនសម្លាប់ហ៊ឺជីនទេពួកយើងច្បាស់ជាងាប់ទាំងអស់គ្នាស៊ូបដូសម្លាប់វាពួកយើងស្ដាប់តាមបញ្ជាលោកម្ចាស់ល្អបញ្ជូនបញ្ជាទៅឲ្យគ្រប់គ្នារៀបចំអន្ទាក់សម្លាប់វាឲ្យជិតឈឹងដកយកជីវិតអាហ៊ឺជីនឲ្យបានហ៊ឺជីននឹងចាញ់បោកយើងទេគេច្បាស់ជាចាញ់បោកព្រោះថៃហៅជាប្អូនស្រីរបស់គេទោះមិនទុកចិត្តអ្នកដទៃក៏គេទុកចិត្តថៃហៅដែរអ្នកទាំងអស់គ្នានេះជាផ្លូវរស់តែមួយគត់របស់យើងបើមិនសម្លាប់ហ៊ឺជីនទេយើងនឹងស្លាប់ទាំងអស់គ្នាបដូរជីវិតសម្លាប់ពួកយើងស្ដាប់តាមលោកល្អបញ្ជូនបញ្ជាចុះទៅឲ្យគ្រប់គ្នារៀបចំក្បួនទ័ពមរណៈផ្ដាច់សង្ខារហ៊ឺជីនឲ្យបានព្រះរាជចង្ការថៃហៅក៏ហៅមេតបធំចូលវាំងដើម្បីប្រឹក្សារាជកិច្ចថៃហៅអញចូលវាំងច្បាស់ជាចង់សុំក្តីមេត្តាឲ្យពួកមន្ត្រីទាំង10នាក់នោះហើយលោកមេតបធំដំណើរនេះគ្រោះថ្នាក់ណាស់មិនអាចចូលវាំងបានទេប៉ឹងឈូហេតុអីលោកនិយាយអញ្ចឹងខ្ញុំគិតថាចូលវាំងច្បាស់ជាមានគ្រោះថ្នាក់ចាងរាងនឹងបាក់ពួកដឹងថាលោកមេតបចង់សម្លាប់ពួកវាតើពួកវាព្រមអង្គុយចាំស្លាប់ឬនេះច្បាស់ជាព្រះរាជចង្ការខ្លែងខ្លាយហើយប៉ឹងឈូលោកគិតច្រើនពេកហើយថៃហៅជាប្អូនស្រីរបស់អញតើព្រះរាជចង្ការអាចខ្លែងខ្លាយបានយ៉ាងម៉េចលោកមេតបទោះជាព្រះរាជចង្ការពិតមែនក៏មិនគួរចូលវាំងដែរគួរតែក៏ហៅមេតបតាមតំបន់មកកម្ចាត់ពួកក្បត់ជាមុនសិនចាំបាច់អីត្រូវប្រថុយម៉ងទឺលោកមើលស្រាលអញពេកហើយអញក្តោបអំណាចតបពេញនគរមានតបរាប់លានអ្នកត្រឹមពួកខាន់ទាវប៉ុន្មានអ្នកអាចធ្វើអីអញបានទៅលោកមេតបទោះពួកវាគ្មានអំណាចតបតែក្នុងវាំងមានខាន់ទាវរាប់រយអ្នកបើពួកវាលួចឆ្មក់លោកមេតបចូលវាំងតែអញគឺដូចចូលរួមខ្លាអញ្ចឹងប៉ឹងឈូមិនបាច់ខត់ទៀតទេពួកលោកចាំនៅក្រៅវាំងចុះអញទៅមួយផ្លេតនឹងត្រឡប់មកវិញហើយចប់ហើយម៉ងទឺយើងប្រញាប់ទៅប្រមូលតបទៅយប់នេះប្រហែលជាមានរឿងធំហើយថៃហៅទូបង្គំហ៊ឺជីនចូលវាំងតាមព្រះរាជចង្ការហើយលោកមេតបធំបានមកដល់ហើយក៏ទុកជីវិតនៅទីនេះចុះចាងរាងអាខាន់ទាវចង្រៃឯងហ៊ានប៉ងអាក្រក់លើអញផងខ្ទេចទៅគឺជីនឯងគិតថាទីនេះនៅតែជារាជវាំងដោយកាលពីមុនមែនទេ10ឆ្នាំមកនេះពួកយើងខំរៀបចំក្បួនតបនេះគឺដើម្បីតែថ្ងៃនេះឯងទប់ឲ្យជាប់វើយ
ក្បួនមរណៈផ្ដាច់សង្ខារស្លាប់ទៅទេយន់ប៉ាំងឈូមឹងទឺជួយអញផងលោកមេតបធំចុះតបឯងណែណាតបរាប់លានអ្នករបស់ឯងណែណាអញក្តោបអំណាចតបពេញគោតែទប់បានមិនបាន1 ម៉ោងផងមកនេះជូនដំណើរលោកមេតបធំទៅគឺជីនគិតក្បត់រាជបល្ល័ង្កត្រូវប្រហារជីវិតហើយពួកឯងមិនដេចមិនប្រញាប់រំសាយគ្នាទៅគឺជីនក្បត់រាជបល្ល័ង្កអញ្ចឹងហ៎ពួកអាខន្តិវែងពិតជាថ្លើមធំមែនកងទ័ពទាំងអស់ស្ដាប់បញ្ជាចូលទៅសម្លាប់វាមកលោកម្ចាស់យ៉ាប់ហើយយន់សាវវីចូលមកហើយទប់លេងចប់ហើយមានគ្នាប៉ុន្មានអ្នកចូលរាប់ពាន់អ្នកយន់សាវនឹងឆាវមកទាំងអស់ត្រឹមមនុស្សប៉ុន្មានពាន់អ្នកមិនអាចបំបែកក្បួនទ័ពយើងបានយន់សាវស្រាប់តែប្រើដាវកាប់ទម្លីទ្វារវាំងពួកវាសាហាវណាស់មិនទុកពេលឲ្យពួកយើងរៀបក្បួនទ័ពតតែសោះតោះនាំយកព្រះចៅអធិរាជនិងស្ដេចត្រាញ់ឆឹងលីវទៅតោះព្រះករុណាយាងលឿនទៅពួកក្បត់វីចូលមកហើយចាងឆាងស៊ឺចុះហ៊ឺជីនឯណាគាត់មិនមែនចូលវាំងទេគឺជីនគិតក្បត់ត្រូវប្រហារហើយពេលនេះយន់សាវនឹងឆាវក៏ក្បត់ដែរព្រះករុណាប្រញាប់យាងតាមទូបង្គំមករីកាចាំងរាងចាប់ព្រះករុណានិងស្ដេចត្រាញ់ឆឹងលីវធ្វើជាចំណាប់ខ្មាំងរួចរត់គេចតាមទ្វារខាងជើងបាត់ហើយចាំងរាងចាប់ព្រះករុណាធ្វើជាចំណាប់ខ្មាំងបើយើងដេញតាមគៀកពេកខ្លាចវាតច្រហ៊ានធ្វើបាបព្រះករុណាចុះឯងគិតថាយ៉ាងម៉េចបញ្ជូនតបដេញតាមពីក្រោយតែមិនបាច់គៀកពេកទេវារត់មិនបានឆ្ងាយទេល្អឯងនៅយាមក្រុងឡយ៉ាងឯងនឹងនាំតបដេញតាមវាព្រះករុណាយាងបន្តទៀតទៅខាងណាទៀតទៅទីខាងជើងឆ្លងផុតទន្លេលឿងយើងនឹងមានសុវត្ថិភាពហើយជួយផងពួកក្បត់ចង់សម្លាប់ព្រះអង្គហើយលោកម្ចាស់ឲ្យពួកវាបិទមាត់ទៅបាទលោកម្ចាស់បោះសម្អាតរួចរាល់ហើយទូលបង្គំតង់ចរមកជួយយឺតពេលសូមព្រះអង្គមេត្តាអភ័យទោសផងឧត្តមសេនីយ៍តង់មានគុណបង្កាប់ក្បត់តាមានទោសអ្វីទៅព្រះអង្គពិតជាឆ្លៀសវៃមែនការពីព្រះអង្គយាងព្រះអង្គត្រឡប់ទៅរាជវាំងវិញពេលនេះខ្លាចតែនាំខ្លាចូលផ្ទះទេនគ្មានអ្នកណាមកទៀតហើយលោកគ្រូស្ថានភាពសង្គ្រាមគឺបែបហ្នឹងខ្ញុំដឹងតែនេះវាស្ងាត់ពេកហើយហ្មងពីមុនមកមួយហ្វូងស្ទើររាល់ថ្ងៃឥឡូវវិញបាត់ស្រមោលឈឹង
ម៉ងទៅថាមានការត្រឡប់ទៅលូយ៉ាងលាវតាទៅចោចៅស៊ុនជៀនទៅចឹងតុងម្នាក់ចេញទៅអស់រលីងសំបីក៏ជានឹងស៊ុនអ៊ីក៏មិនសូវមកដែរលោកគ្រូប្រហែលពេលនេះពួកគេសុទ្ធតែមានការរវល់ហើយមើលទៅពូចាំងមើលអីហ្នឹងលោកគ្រូឡយ៉ាងមានរឿងហើយមានរឿងអីទៅគឺជីនស្លាប់ហើយត្រូវពួកមន្ត្រីទាំង10ដាក់អន្ទាក់សម្លាប់យៀនសាវនិងឆាវវីចូលរីជវាំងចាងរាងចាប់អធិរាជនិងស្ដេចឈិនលាវភៀសខ្លួនតែត្រូវតុងចរស្ទាក់ចាប់បានអញថាម៉េចគឺជីនស្លាប់ហើយតុងចរចូលរាជធានីហើយលោកគ្រូស្គាល់តុងចរដែរធ្លាប់ឬតើមន្ត្រីធំនៅស៊ីឡាំងអ្នកណាមិនស្គាល់នោះគឺជីនស្លាប់តុងចរចូលរាជធានីអញ្ចឹងបន្ទាប់មកគឺទម្លាក់អធិរាជចាស់លើកអធិរាជថ្មីឆាវលួចសម្លាប់តុងចរនេះដល់វគ្គយុទ្ធភូមិទាំង18រួមកម្លាំងវីតុងចរហើយវើយលោកគ្រូលោកកាត់អីហ្នឹងពូចាំងពូអាចមើលឃើញស្ថានភាពនៅទីនោះប៉ុន្មានថ្ងៃនេះនៅក្បែរលោកគ្រូខ្ញុំក៏រើបធម្មពលវិញខ្លះដែរទោះមិនដូចមុនតែបំរែបំរួលសំណាងរាប់ពាន់យោជក៏ខ្ញុំនៅតែអាចដឹងបានតើអញ្ចឹងឲ្យខ្ញុំមើលផងមើលលោកគ្រូចង់មើលមែនចង់តើលោកគ្រូចាំបន្តិចនេះឬឡយ៉ាងនេះឬលូយ៉ាងដែលពួកមន្ត្រីត្រួតត្រាក្រោយហ៊ឺជីនស្លាប់នោះលោកគ្រូនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពូចាងវិជាលួចមើលមួយក្បាច់នេះលយហ្មងតែប្រយ័ត្នគេចាប់បានណាបើនៅខាងក្រៅប្រកាសជាគេដឹងតែបើនៅក្នុងតូបតែរបស់លោកក្រវិញទោះជាកម្ពុជាអ្នកខ្លាំងក៏រកមិនឃើញដែរពូចាងពូគួរតែប្រាប់យូហើយថាមានក្បាច់នេះខ្ញុំមានគំនិតលយមួយហាលោកគ្រូមិនបានទេខ្ញុំមិនទាន់ទាំងបាននិយាយផងថាជារឿងអីខ្ញុំរៀងប្រញាប់ពេកហើយមានទូរទស្សន៍កាយរណបរបស់ពូចាំងអញ្ចឹងខ្ញុំមិនអាចមើលការផ្សាយបន្តផ្ទាល់រាល់ថ្ងៃទៅហើយលើកនេះចំណេញទាំងសងខាងម៉ងបានមើលផ្ទាល់ផងមិនបាច់ខ្លាចគេវីលើសមរភូមិផងតុងចរចូលរាជធានីបន្តិចទៀតសុទ្ធតែឈុតធំហើយវើយប្រព័ន្ធកំពុងផ្ដល់ដំណឹងរកឃើញចំណុចសំខាន់ភារកិច្ចកំពុងចាប់ផ្ដើមថ្មី3ខែក្រោយមកយុទ្ធភូមិទាំង18វីតុងចរលោកគ្រូកាត់អីហ្នឹងគ្មានអីទេគ្រាន់តែត្រូវធ្វើការទៀតហើយថ្ងៃនេះហៅអ្នកទាំងអស់គ្នាមកគឺមានរឿងធំមួយត្រូវពិភាក្សាអធិរាជសពថ្ងៃទុនខ្សោយណាស់មិនស័ក្តិសមនឹងក្រុងរាជទេខ្ញុំនឹងយកគំរូតាមអ្នកមុនទម្លាក់ព្រះអង្គជាហុងនងវាងហើយលើកស្ដេចឈិនលាវឡើងជាអធិរាជវិញទម្លាក់អធិរាជមិននឹងអាចទៅរួចអ្នកណាហ៊ានប្រឆាំងកាត់ក្បាលវាចោលពេលនេះរាជការទើបតែស្ងប់ពួកយើងចូលរាជធានីដើម្បីជួយជ្រោមជ្រែងព្រះចៅអធិរាជតែលោកឯងបែរជាចង់ផ្លាស់ប្ដូររាជបល្ល័ង្កទៅវិញនេះចង់ក្បត់ជាតិមែនទេអញសម្រេចហើយតើអ្នកណាហ៊ានប្រឆាំងរឿងក្នុងនគរគឺស្ថិតលើព្រះចៅអធិរាជនិងមន្ត្រីទាំងអស់ពួកឯងគ្រាន់តែជាជនក្បត់តើមានសិទ្ធិអីទៅអាត្រងោលឯងចង់សាកដាវរបស់អញមែនទេថាមុតឬមិនមុតដាវរបស់ខ្ញុំក៏មុតមិនធម្មតាដែរវើយលោកម្ចាស់សូមបន្ធូរកំហឹងសិនត្រកូលយានសាវមានឥទ្ធិពលពេញនគរសម្រាប់វាមិនពិបាកទេតែយើងនឹងក្លាយជាស្ត្រូវពេញមួយនគរ